សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការធ្វើការបញ្ជាលក់ដើម្បីធ្វើការបញ្ជាលក់ទៅឲ្យអតិថិជនជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Module Order Management ចុចនៅលើពាក្យ Sale Order ឬចុចនៅលើប៊ូតុង Create ធ្វើការជ្រើសរើសឈ្មោះអតិថិជនជ្រើសរើសការបរិច្ឆេទនៃការបញ្ជាលក់និងការបរិច្ឆេទនៃការដឹកចេញសម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ record ជូនដោយស្វ័យប្រវត្តិជ្រើសរើសរយៈពេលនៃការទូទាត់ធ្វើការជ្រើសរើសឈ្មោះអ្នកលក់ធ្វើការជ្រើសរើសឈ្មោះសាខានិងទម្រង់នៃការបញ្ជាលក់ធ្វើការបំពេញព័ត៌មាននៃការបញ្ជាលក់របស់លោកអ្នកនៅក្នុងប្រអប់ note ចុចត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខទំនិញរួច click OKធ្វើការបំពេញចំនួននិងຂະຫນາດសម្រាប់ discount លោកអ្នកអាចធ្វើការបញ្ចុះតម្លៃទៅលើមុខទំនិញនីមួយៗដោយគិតជាភាគរយឬគិតជាចំនួនទឹកប្រាក់ចុចសញ្ញាចុច3បញ្ឈររួចចុចនៅលើពាក្យ long description ដើម្បីធ្វើការបន្ថែមពីការពណ៌នាទៅលើទំនិញរបស់លោកអ្នកឬចុចនៅលើពាក្យ remove ដើម្បីធ្វើការដកទំនិញណាមួយចេញហើយលោកអ្នកអាចធ្វើការបញ្ចុះតម្លៃទៅលើការបញ្ជាលក់ទាំងមូលដោយបំពេញចំនួនភាគរយឬចំនួនទឹកប្រាក់ដែលត្រូវបញ្ចុះធ្វើការចុច save click print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញ click preview ប្រសិនបើលោកអ្នកចង់ធ្វើការពិនិត្យមើលម្ដងទៀតឬ click continue ដើម្បីធ្វើការបញ្ចប់លោកអ្នកអាចធ្វើការស្វែងរកការបញ្ជាលក់តាមរយៈលេខកូដនិងឈ្មោះអតិថិជនបន្ទាប់មកធ្វើការចុចនៅលើសញ្ញាចុច3បញ្ឈរសម្រាប់ preview គឺជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលទៅលើការបញ្ជាលក់ម្ដងទៀត copy គឺជាកន្លែងសម្រាប់ចម្លងទម្រង់ពីការបញ្ជាលក់ចាស់ដើម្បីធ្វើការបង្កើតថ្មី edit គឺជាកន្លែងសម្រាប់ធ្វើការកែឬបន្ថែមព័ត៌មានឬមុខទំនិញទៅលើតារាងដែលបានធ្វើរួច void គឺជាកន្លែងសម្រាប់ធ្វើការលុបការបញ្ជាលក់ complete គឺជាកន្លែងសម្រាប់ធ្វើការបិទបញ្ចប់ការបញ្ជាលក់ template គឺជាកន្លែងសម្រាប់ធ្វើការបដូរទម្រង់លិខិតនៃការបញ្ជាលក់ship គឺជាកន្លែងសម្រាប់ធ្វើការដឹកទំនិញចេញសម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ record ជូនលោកអ្នកអាចធ្វើការផ្លាស់ប្ដូរការបរិច្ឆេទនៃការដឹកចេញបន្ទាប់មកធ្វើការបំពេញចំនួនទៅតាមមុខទំនិញដែលត្រូវដឹកចេញពិនិត្យឡើងវិញរួចចុចប៊ូតុង save click print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញclick preview ប្រសិនបើលោកអ្នកចង់ពិនិត្យមើលម្ដងទៀតឬ click continue ដើម្បីធ្វើការបញ្ចប់